សម្ដេចតេជោហ៊ុនសែនកោតសរសើរនឹងអគុណប្រធានាធិបតីដូណាល់ត្រាំដែលចូលរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានคล้ายព័ត៌មានភូតកុហកលៀបពណ៌អុចអាលនិងយុះញងបង្កចលាចលស្ទើរពេញពិភពលោកសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះសារនៅលើបណ្ដាញសង្គមនៅយប់ថ្ងៃទី17ខែមីនាឆ្នាំ2025នេះថាយើងគួរតែវាតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតីដូណាល់ត្រាំដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោកដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានคล้ายដោយចាប់ផ្ដើមពីបណ្ដាញព័ត៌មានដែលផ្ដល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុននេះជាការរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានคล้ายព័ត៌មានភូតកុហកលៀបពណ៌អុចអាលញុះញង់បង្កចលាចលស្ទើរពេញពិភពលោកដែលចេញមកពីក្បាលម៉ាស៊ីនឃោសនាដែលលោកប្រធានាធិបតីត្រាំបញ្ឈប់ការផ្ដល់ថវិកាដោយខ្ញុំបានជម្រាបអង្គប្រជុំអាស៊ានអាមេរិកចំពោះមុខលោកប្រធានាធិបតីត្រាំនៅហ្វីលីពីនឆ្នាំ2017ថាការមិនទុកចិត្តលើអាមេរិកដោយប្រទេសមួយចំនួនវាក៏មានចំណាយចេញមកពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកដែលធ្វើឲ្យប្រទេសទាំងនោះយល់ច្រឡំថាជាគោលជំហររដ្ឋាភិបាលអាមេរិកចរិតមីយាទនិងសម្ដីនៃនាយកព័ត៌មាននិងអ្នកនិយាយព័ត៌មានមួយចំនួនតូចในបណ្ដាញព័ត៌មាននេះរឹកធំជាងប្រមុខរដ្ឋឬប្រមុខរដ្ឋាភិបាលទៅទៀតគ្មានគុណធម៌និងសីលធម៌ទេខ្ញុំសូមកោតសរសើរនិងសូមអរគុណលោកប្រធានាធិបតីដូណាល់ត្រាំ